រន្ធត់ចិត្តណាស់លោកអើយនៅសុកស្រាប់តែហ៊ុនសែននិយាយរឿងមួយនេះហ៊ុនសែនបាននិយាយថាកម្ពុជាកំពុងតែខ្វះកម្លាំងពលកម្មជាច្រើនអញ្ចឹងហើយហ៊ុនសែនសូមអំពាវនាវដល់បងប្អូនពលករពលការិនីដែលបម្រើការងារនៅក្រៅប្រទេសសូមវិលទៅរកប្រទេសកម្ពុជាវិញដើម្បីស្វែងរកឱកាសការងារនៅក្នុងប្រទេសខ្លួនខ្ញុំឮហើយខ្ញុំដាច់ខ្យល់ឡនសូអេមើលបងប្អូនពលករពលការិនីដែលធ្វើការនៅក្រៅប្រទេសតើមានប្រមាណអ្នកដែលចង់ទៅប្រទេសកម្ពុជាវិញដើម្បីស្វែងរកឱកាសការងារណាមើលខ្ញុំសូមមើលតិចមើលបណ្ណាគេចង់ទៅខ្លះព្រោះប្រទេសកម្ពុជាយើងឥឡូវខ្វះកម្លាំងពលកម្មច្រើនណាបងប្អូនណាមើលបងប្អូនពលករយើងដែលនៅក្រៅប្រទេសនេះមើលសូមមើលតិចមើលណាចង់ទៅខ្លះមើលខ្ញុំបើទៅវិញខ្ញុំដាច់ខ្យល់ហើយឡនសូអេតែម្ដងចង់និយាយថារឿងការងារនេះសូមជួយបងប្អូននៅក្នុងស្រុកឲ្យគាត់មានការងារធ្វើទៅមកចាំមកប្រកាសគៀកូនអ្នកនៅក្រៅប្រទេសទេតាអ្នកក្រៅប្រទេសទៅស្រួលនឹងទៅតាមការងារបងប្អូននៅក្នុងស្រុកទៀតណែអ្នកនៅក្នុងស្រុកអត់ការងារធ្វើច្រើនណាស់ចង់និយាយថារាប់ម៉ឺនរាប់សែនអ្នកដែលអត់មានការងារធ្វើហេតុអីមិនបង្កើតឱកាសការងារឲ្យគាត់ហេតុអីមកគៀងកូនអ្នកនៅក្រៅប្រទេសដែលគេមានប្រាក់ខែគេមានការងារគេសំរុំមុំធ្វើហើយហ្នឹងដាច់ខ្យល់ហើយសម្ដេចអើយសម្ដេចវាអត់មានខួរគិតអីឲ្យវែងឆ្ងាយសោះបើខ្វះខួរគិតទេចាំខ្ញុំឲ្យខួរយកទៅគិតខ្លះគិតបែបខ្ញុំអញ្ចឹងត្រូវគិតថាអ្នកនៅក្នុងស្រុកហ្នឹងការងារគឺមិនមានធ្វើទេអ្នកខ្លះមានការងារធ្វើហើយប្រាក់ខែវាមិនសមនឹងកម្លាំងអ្នកខ្លះមានកម្លាំងធ្វើហើយអត់ការងារធ្វើតែម្ដងសម្ដេចយល់ទេសម្ដេចគិតអីសម្ដេចអីនេះយ៉ាប់ដាច់ខ្យល់ហើយគាត់ទៅលឺនេះខ្ញុំដាច់ខ្យល់តាលុsorry រន្ធត់ចិត្តណាស់លោកអើយនៅសុកស្រាប់តែហ៊ុនសែននិយាយរឿងមួយនេះហ៊ុនសែនបាននិយាយថាកម្ពុជាកំពុងតែខ្វះកម្លាំងពលកម្មជាច្រើនអញ្ចឹងហើយហ៊ុនសែនសូមអំពាវនាវដល់បងប្អូនពលករពលការិនីដែលបម្រើការងារនៅក្រៅប្រទេសសូមវិលទៅរកប្រទេសកម្ពុជាវិញដើម្បីស្វែងរកឱកាសការងារនៅក្នុងប្រទេសខ្លួនខ្ញុំឮហើយខ្ញុំដាច់ខ្យល់ឡនសូអេមើលបងប្អូនពលករពលការិនីដែលធ្វើការនៅក្រៅប្រទេសតើមានប្រមាណអ្នកដែលចង់ទៅប្រទេសកម្ពុជាវិញដើម្បីស្វែងរកឱកាសការងារណាមើលខ្ញុំសូមមើលតិចមើលបណ្ណាគេចង់ទៅខ្លះព្រោះប្រទេសកម្ពុជាយើងឥឡូវខ្វះកម្លាំងពលកម្មច្រើនណាបងប្អូនណាមើលបងប្អូនពលករយើងដែលនៅក្រៅប្រទេសនេះមើលសូមមើលតិចមើលណាចង់ទៅខ្លះមើលខ្ញុំបើទៅវិញខ្ញុំដាច់ខ្យល់ហើយឡនសូអេតែម្ដងចង់និយាយថារឿងការងារនេះសូមជួយបងប្អូននៅក្នុងស្រុកឲ្យគាត់មានការងារធ្វើទៅមកចាំមកប្រកាសគៀកូនអ្នកនៅក្រៅប្រទេសទេតាអ្នកក្រៅប្រទេសទៅស្រួលនឹងទៅតាមការងារបងប្អូននៅក្នុងស្រុកទៀតណែអ្នកនៅក្នុងស្រុកអត់ការងារធ្វើច្រើនណាស់ចង់និយាយថារាប់ម៉ឺនរាប់សែនអ្នកដែលអត់មានការងារធ្វើហេតុអីមិនបង្កើតឱកាសការងារឲ្យគាត់ហេតុអីមកគៀងកូនអ្នកនៅក្រៅប្រទេសដែលគេមានប្រាក់ខែគេមានការងារគេសំរុំមុំធ្វើហើយហ្នឹងដាច់ខ្យល់ហើយសម្ដេចអើយសម្ដេចវាអត់មានខួរគិតអីឲ្យវែងឆ្ងាយសោះបើខ្វះខួរគិតទេចាំខ្ញុំឲ្យខួរយកទៅគិតខ្លះគិតបែបខ្ញុំអញ្ចឹងត្រូវគិតថាអ្នកនៅក្នុងស្រុកហ្នឹងការងារគឺមិនមានធ្វើទេអ្នកខ្លះមានការងារធ្វើហើយប្រាក់ខែវាមិនសមនឹងកម្លាំងអ្នកខ្លះមានកម្លាំងធ្វើហើយអត់ការងារធ្វើតែម្ដងសម្ដេចយល់ទេសម្ដេចគិតអីសម្ដេចអីនេះយ៉ាប់ដាច់ខ្យល់ហើយគាត់ទៅលឺនេះខ្ញុំដាច់ខ្យល់តាលុsorry កុំភ្លេចងំគ្នាចាក់ឲ្យបានពេញតន់ចុះថ្លៃ10ថ្ងៃខាងមុខនេះក្រសួងបានបញ្ជាក់ថាទាំងតាំងទាំងម៉ាស៊ូតចុះថ្លៃចំនួន100រៀលboy ជ័យយូអត្រាប្រេងនឹងសាំងនៅកម្ពុជាកំពុងតែចុះថ្លៃសម្បំណាស់បងប្អូនទាំងអស់គ្នា100រៀលយេបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាកុំភ្លេចណាស្ដាពីងស្ដាស្ទែនអីបាទដាក់សាំងដាក់ម៉ាស៊ូតឲ្យពេញដោយសារអីឥឡូវនេះប្រេងឥន្ធនៈនឹងសាំងនៅកម្ពុជាយើងកំពុងតែចុះថ្លៃសម្បំណាស់ជ័យយូ100រៀលយេបាទមួយខែក្រោយឡើង500រៀលបាទដាច់ខ្យល់អេអើយអញ100សោះចុះផ្អើលពេញប្រទេសអាការងារត្រូវចុះផ្សាយអត់ទេនិយាយមែនពូសាព័ត៌មានអត់ប្រយោជន៍មែនក្បាលស្បែកជើងឡើយហុចខ្សែក្បាត់ហើយអញវត្តពីខ្សែក្បាត់មើលណាញ៉ហើយខ្នាញ់ណាកុំភ្លេចស្ដាពីងស្ដាស្ទែនអីណាដាក់ឲ្យពេញមកសុទ្ធសាំងអីនេះបងប្អូនចុះថ្លៃសម្បោណាដៃកញ្ចក់អេតាលុsorry